អ្វីដែលយើងត្រូវយល់ដឹងរៀងរាល់ខែគឺទិសឆុងនិងទិសហេងនៅក្នុងសប្តាហ៍នេះលោកគ្រូអ្នកគ្រូដែលអញ្ជើញមកពីស្ថាប័ន Master Nali Hongsui នឹងធ្វើការបកស្រាយអំពីប្រធានបទទិសឆុងនិងទិសហេងនៅក្នុងខែឧសភា អញ្ចឹងអ្នកដែលរាសីល្អជាមួយនឹងធាតុទឹកបានន័យថាខែនេះគឺគាត់ហេងខ្លាំង ប៉ុន្តែបើសិនជាភ្លើងលើកលនោះនៅតួខែវិញប៉ះដល់កន្លែងរស់ស៊ីគាត់ប៉ះដល់កន្លែងធ្វើការរបស់គាត់ វិធីការគឺសូមឲ្យក្នុងមួយខែនេះយើងអាចព្យួរឃ្លោកនៅមុខផ្ទះបានបើសិនជាមុខផ្ទះយើងបែរទៅតារាសាស្ត្រត្បូងឈៀងខាងលិចនឹងតែម្ដងព្យួរមួយខែចាស់ ការសិក្សាល្អសតិបញ្ញាល្អឬក៏ចង់ពង្រីកទំនាក់ទំនងបានវែងអន្លាយទៅអង្គុយនៅទិសនោះ ការឈៀងត្បូង ការឈៀងត្បូង ចង់ជៀបកាន់តែច្បាស់កុំភ្លេចទស្សនាជាមួយនឹងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រទាំងអស់គ្នាហុងស៊ុយមិនមែនជារឿងងប់ងល់ហុងស៊ុយជារឿងដែលអាចពិសោធន៍បានព្រោះថានេះជាកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រយើងខ្ញុំទាំងអស់គ្នាអនុញ្ញាតគោរពជំរាបសួរវត្តមានពុកម៉ែបងប្អូនប្រិយមិត្តទូរទស្សនិកជនជាទីគោរពជាទីមេត្រីស្វាគមន៍មកកាន់សប្តាហ៍ថ្មីជាមួយនឹងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រ ចាពេលវេលាក៏ថ្មីចាឈានចូលដល់ខែថ្មីខែឧសភាឆ្នាំ2026ចង់ដឹងថាតើខែនេះមានអ្វីហេតុការណ៍អីខ្លះគួរឲ្យកត់សម្គាល់ឬក៏ល្អសម្រាប់ទស្សនិកជនគួរតែដឹងមុនជ្រាបមុនចាស្ដាប់នឹងការបកស្រាយរបស់ Master ទាំងពីរចាជំរាបសួរលោកគ្រូអ្នកគ្រូ ជំរាបសួរបាទលោកគ្រូភិរមនិងអ្នកគ្រូមនីរតន៍បាទឥឡូវប្រធានបទរបស់យើងចូលមកកាន់ខែថ្មីដែលជាខែឧសភាក៏ចង់ដឹងដែរថាតើយើងរាប់ចាប់ផ្ដើមពីថ្ងៃណាទៅបាទដែលចូលមកដល់ខែថ្មីខែឧសភានេះ ចា បាទ ចាខែឧសភាជាធម្មតាបើសិនជាយើងនិយាយជាទូទៅមិនមែនប៉ាជឿគឺថ្ងៃមួយទេតែរត់ បាទ តែបើសិនជាយើងនិយាយពីប៉ាជឿគឺយើងចាប់ផ្ដើមពីថ្ងៃទី6ខែឧសភាបញ្ចប់ទៅវិញគឺថ្ងៃទី5ខែមិថុនាចា បាទ អញ្ចឹងអតិពលគឺចាប់ពីថ្ងៃទី6ទៅហើយចាប់ដើមចូលចាចាបានន័យថាទឹកមកជាមួយនឹងភ្លើងម្សាញ់ចាអញ្ចឹងអ្នកដែលរាសីល្អជាមួយនឹងធាតុទឹកបានន័យថាខែនេះគឺគាត់ហេងខ្លាំងចាជាពិសេសបើសិនជាឧទាហរណ៍ថាអ្នកដែលតួរាសី DT ដីរឹងមាំខែម្សាញ់នេះគឺជាខែលុយសម្រាប់គាត់តែម្ដងចាគឺជាខែហេងរឿងលុយកាក់តែម្ដងចាប៉ុន្តែយើងអត់តនិយាយពីថារាសីខាងក្រៅមកជាមួយភ្លើងដោយសារតែជាពិសេសបើសិនជាអ្នករាសីដីរឹងមាំបានន័យថាគាត់ត្រូវជាមួយទឹកប៉ុន្តែគាត់មិនសូវត្រូវជាមួយភ្លើងទេពេលដែលភ្លើងចូលមករៀង stress ប៉ុន្តែយើងមានការបត់បែនតិចតួចដោយសារតែក្នុងខែនេះទឹកមានអតិពលខ្លាំងអញ្ចឹងយ៉ាងណាក៏គាត់នៅតែហេងរឿងលុយកាក់ដែរចាខែនេះជាខែដែលល្អសម្រាប់គាត់មែនទែនសប្បាយចិត្តចា បាទ ចាមួយទៀតនោះគឺយើងឧទាហរណ៍អ្នកដែលត្រូវធាតុទឹកដូចគ្នាប៉ុន្តែរាសីគាត់ខ្សោយចារាសីគាត់ខ្សោយគឺទឹកជាធាតុ support របស់គាត់អញ្ចឹងក៏គាត់ហេងទៅលើការជំនួយឧបត្ថម្ភចាមានអ្នកជួយមានគូមិត្តជួយចាប៉ុន្តែសួរថាហេងទៅលើអីមួយទៀតបានន័យថាយើងផ្អែកទៅលើ DT គាត់ចាពួកអីហេងជាមួយទឹកមែនតែមិនប្រកាសថា DT គាត់ដូចគ្នាទេចាដូចជាខ្ញុំឧទាហរណ៍មិញ DT ដីគាត់ហេងរឿងលុយអញ្ចឹងទៅចា DT ទឹកគាត់ហេងទៅលើមានអ្នកមិត្តភ័ក្តិជួយឧបត្ថម្ភចា DT ដែលមាសវិញបានន័យថាគាត់ទឹកមកគឺគាត់សប្បាយចិត្តរីករាយចាការវិនិយោគអីថ្មីបញ្ចេញសមត្ថភាពចាមួយវិញទៀតនោះបើយើងនិយាយពីរាសីខាងក្រោមគឺម្សាញ់ចាម្សាញ់យើងនិយាយពីរឿងល្អសិនតើម្សាញ់ល្អជាមួយនឹងតួរាសីណាខ្លះម្សាញ់ល្អជាមួយនឹងអ្នករាសីវោកចាពួកឯងជាគូហាក់មួយគ្នាប៉ុន្តែដោយសារតែវោកហ្នឹងមានមកជាមួយនឹងហៃគេហៅឆុង 50% ដែរហ្មងបានន័យថាល្អផងរៀងទំនាស់ផងចា មួយទៀតនោះគឺម្សាញ់ល្អជាមួយអ្នកដែលមានរោកាក្នុងរាសីចាល្អខ្លាំងមែនតើហើយមួយទៀតគឺឆ្លូវអ្នកដែលមានឆ្លូវក្នុងរាសីចាជាពិសេសអ្នកតួ DT រោកានៅក្នុងជាថ្ងៃរោកាតែម្ដងក្នុងខែនេះអាចជួបអ្នកត្រូវចាត់ដែរចាឬក៏ឆ្លូវចាពួកឯងជាគូហាក់ហ្នឹងហើយចាបងហើយសម្រាប់រាសីដែលឆុងជាមួយម្សាញ់គឺមានកលចាកលយើងអត់តន់និយាយថាគាត់ត្រូវជាមួយទឹកឬក៏ត្រូវជាមួយភ្លើងទេប៉ុន្តែតកតងនឹងគាត់មានកលជាពិសេសអ្នកឆ្នាំកលឬក៏តួថ្ងៃកលចាគឺក្នុងខែនេះរៀងមានចំនួនបន្តិចចារៀងមានរកម្មរកោសបន្តិចទោះបីជាគាត់ឆុងហេងក៏ដោយចាមុននឹងការហេងតែងតែមានរឿងបន្តិចបន្តួចសិនបានគាត់ជួបរឿងល្អមកវិញចា បាទ ចឹងអរគុណលោកគ្រូភិរមចាជួយបន្ថែមឃើញអ្នកគ្រូនិរតឥឡូវរៀងថា
របជាងមុនច្រើនព្រោះឥឡូវនេះគឺ ខេត្តចិត្ត ចាមានបងប្អូនគាត់ត្រូវការអ្នកគ្រូច្រើនជួយគាត់អរគុណអ្នកគ្រូស្វាគមន៍ដែលបកស្រាយប្រធានបទថ្មីសម្រាប់លើកដំបូងរបស់អ្នកគ្រូឥឡូវស្ដាប់ព្រះគ្រូពីរួមវិញម្ដងចាំមានអីបន្ថែមជូនដល់អ្នកគ្រូដូច មាន ទស្សនិកជន សម្រាប់ខែឧសភា2026នេះបើនិយាយការឆុងប្រចាំខែគឺឆុងនៅទិសខាងកើតអញ្ចឹងយើងប្រយ័ត្ននៅទិសខាងកើតចូលខែឧសភាភ្លាមចាប់ពីថ្ងៃទី6ភ្លាមប្រុងព្រាបភ្លាមនៅទិសខាងកើតគឺយើងចាប់ដើមឆុងហើយរាប់ចាប់ពីថ្ងៃទីប្រហែលនៃគ្រូមនីរតវិញគាត់ជំរាបជូនហើយអញ្ចឹងអានឹងយើងត្រូវប្រយ័ត្នហើយអ្នកគ្រូមនីរតក៏ជំរាបជូនដែរបើសិនជាគាត់រាសីទឹកខ្សោយល្អមែនតើខែនឹងចូលមកដូចអ្នកមានអ្នកមកជួយគាត់អញ្ចឹងដែរប៉ុន្តែចុះបើអ្នករាសីដែលមាន DT ទឹករឹងមាំវិញគឺជាពេលវេលាបងប្អូនទាំងអស់គ្នាត្រូវចាំថាពេលដែលយើងទឹករឹងមាំហើយខែឧសភានោះចូលមកគឺជាខែនៃការដណ្ដើមឬក៏ជាខែដែលប្រជែងយើងតែម្ដងសួរថាដណ្ដើមអីប្រជែងអីអាស្រ័យលើយើងនៅក្នុងកលៈទេសៈមួយណាបើយើងនៅក្នុងកលៈទេសៈមួយណាការដណ្ដើមការប្រជែងក្នុងកលៈទេសៈមួយនោះហើយអញ្ចឹងអ្នកដែលមានរាសីធាតុទឹករឹងមាំចូលប្រុងប្រយ័ត្នមុននឹងចាប់ដើមអីឬក៏ក្នុងកលៈទេសៈអីមានការដណ្ដើមមានការប្រជែងកុំថាឡើយប្រជែងរឿងលុយកាក់សូម្បីតែ credit ក៏មានការដណ្ដើមដែរឧទាហរណ៍យើងធ្វើល្អហើយប៉ុន្តែខែនោះជាខែដែលគេកលាច់ការល្អរបស់យើងចេញទម្លាក់កំហុសមកឲ្យវិញនេះប្រយ័ត្នមែនទែននេះករណីធាតុទឹកដែលគាត់ធាតុទឹករឹងមាំណា ចា បាទប៉ុន្តែជាការល្អមួយទៀតសម្រាប់អ្នករាសីមាសរឹងមាំនោះល្អទៅវិញពេលដែលទឹកចូលមកធ្វើឲ្យគាត់រីករាយជាងមុនហើយក៏ជាពេលវេលាដែលគាត់អាចបង្ហាញសមត្ថភាពទៅមហាជនដើម្បីដឹងបានថាគាត់ពិតជាមនុស្សមានសមត្ថភាពមែននៅពេលដែលធាតុទឹកនឹងចូលមកអញ្ចឹង បាទ លើសពីនឹងមួយទៀតឥឡូវយើងនិយាយរឿងល្អហើយឥឡូវយើងនិយាយរឿងទក់សាច់ជាងគេអ្នកដែលទក់សាច់ជាងគេនៅក្នុងខែឧសភា2026នេះអ្នកដែលកើតចំភ្លើងលើកុលបើសិនជានៅតួឆ្នាំវិញមានការឈឺក្បាលច្រើនប៉ុន្តែបើសិនជាភ្លើងលើកុលនោះនៅតួខែវិញប៉ះដល់កន្លែងរស់ស៊ីគាត់ប៉ះដល់កន្លែងធ្វើការរបស់គាត់អញ្ចឹងបើសិនជាករណីគាត់រាសីគាត់ខ្សោយហើយមានតួនោះនៅតួខែទៀតចូលប្រុងប្រយ័ត្នកន្លែងរស់ស៊ីរបស់គាត់កន្លែងធ្វើការរបស់គាត់នឹងមានការមួលកាច់ទម្លាក់កំហុសជន់ឈ្នីជន់ឆ្លីឈ្នានេះគាត់ដែរបាទហើយបើសិនជាករណីភ្លើងលើកុលនៅតួថ្ងៃទីវិញចូលប្រយ័ត្នសុខភាពផងបើសិនជាករណីគាត់រាសីខ្សោយអានឹងយើងប្រយ័ត្ននេះជាករណីគេហៅថាករណីដែលទក់សាច់ជាងគេសុំយើងប្រុងប្រយ័ត្នត្រង់កន្លែងករណីហ្នឹងហើយចំពោះអ្នកគ្រូមរីរតក៏ជំរាបជូនដែរអ្នកដែលមានរោគការអ្នកដែលមានឆ្លូវពេលដែលខែឧសភានេះចូលមកហើយធាតុត្រូវការគាត់ជាធាតុមាសទៀតនោះគេហៅថាជាពេលវេលាគេហៅថាពេលវេលាគាត់គ្រប់ទឹកឬក៏ជាពេលវេលាដែលគាត់ទទួលបានផលដែលគាត់ទន្ទឹងរង់ចាំកន្លងមកហើយរួមជាមួយនឹងការជំរុញលាភបន្ថែមទៀតចេញពីទិសណានោះគឺកាន់តែទាញឥទ្ធិពលនោះមកដល់គាត់ដែលជាម្ចាស់បុគ្គលដែលត្រូវការធាតុមាស បាទ ជំរុញលាភចេញពីទិសណាដែលមិនមែនជាទិសឆុងចេញពីទិសលាភទៀតនោះផលដែលនឹងទទួលបានកម្រិតខ្ពស់តែម្ដងបាទអញ្ចឹងបានយើងត្រូវដឹងថានៅពេលដែលរាសីយើងបែបណាយើងនឹងដឹងថាយើងគួរដើរផ្លូវណាក្នុងចំណោមផ្លូវជាច្រើនដែលយើងអាចទៅដល់គោលដៅលឿនហើយស្រួលខ្លួនទៀតបាទអរគុណច្រើន អរគុណច្រើនលោកគ្រូភិរមនិងអ្នកគ្រូមនីរតវគ្គក្រោយយើងធ្វើការបកស្រាយបន្តទៀតតាក់ទងជាមួយនឹងប្រធានបទរបស់យើងនៅពេលនេះពីកម្មវិធីទាំងមូលអនុញ្ញាតសម្រាប់បន្តិចសិន គួរតែរក្សាភាពស្ងៀមស្ងាត់និងភាពស្អាតបាទនិងការមានរបៀបរៀបរយនៅទិសខាងជើងក៏នៅតែទាញឥទ្ធិពលល្អចេញមកបានដែរ ដោយសារតែវាប៉ះពាល់គឺទី1ទៅលើសកម្មភាពគេហៅស្នេហាបែបក្តីស្រឡាញ់ បាទ មួយទៀតគឺទៅលើលុយកាក់តែម្ដងបើសិនជាប៉ះឆុងណាបង
ស្វាគមន៍ជាបន្តជាមួយនឹងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រក្នុងវគ្គទី2នេះដែលវគ្គទី1លោកគ្រូភិរុបនិងអ្នកគ្រូមនីរកបានបកស្រាយតាក់ទងជាមួយនឹងឆ្នាំណាដែលល្អធាតុណាដែលល្អនិងឆ្នាំណាដែលមិនល្អធាតុណាដែលមិនល្អឥឡូវយើងចូលទៅដល់ការបកស្រាយតាក់ទងជាមួយនឹងតារាសាស្ត្រនៅក្នុងខែឧសភាបន្តទៀតបាទអរគុណច្រើនឥឡូវសូមលោកគ្រូភិរុបនិងអ្នកគ្រូមនីរកធ្វើការបកស្រាយបាទសូមអញ្ជើញ និយាយជារួមខែឧសភានេះជាខែមិនតានតឹងដូចមុនប្រហែលទេណា មិនសូវជាតានតឹងទេប៉ុន្តែអត្តពលវិជ្ជមាននិងអវិជ្ជមាននៅតែមាន បាក់បាយគ្នា បាទ បើទោះបីជាបុគ្គលនោះរាសីគាត់ល្អហើយល្អមែនទែនទៅហើយក៏នៅតែប្រយ័ត្នទិឆុងដែរគួរតែប្រយ័ត្នបាទនៅក្នុងករណីហ្នឹងនៅពេលដែលបុគ្គលដែលគាត់មានរាសីដែលមានធាតុពិឃាតឆុងច្រើនហើយអត្តពលឆុងចេញពីទិសនីមួយដែលជាអត្តពលឆុងសយទៀតមកប៉ះគាត់មានន័យថាគាត់ត្រូវពីត្រួតមានន័យ បា ថា ទ ប៉ះហើយប៉ះទៀតអញ្ចឹងហើយបានជំរាបជូនថាតើរាសីណាដែលមានហានិភ័យជាងគេនៅដំបូងទីនេះបានបន្ទាប់មកយើងត្រូវប្រយ័ត្នទិសជុំវិញខ្លួនទិសនីមួយណាប្រយ័ត្នបែបណាថែមទៀត បាទ អញ្ចឹងឥឡូវយើងចាប់ចេញពីកណ្ដាលផ្ទះទៅគឺតារាសាស្ត្រប្រចាំឆ្នាំលេខ1ហើយប្រចាំខែលេខ5ដែលនឹងចូលមកចំកណ្ដាលនៃទីតាំងរបស់យើងជាកណ្ដាលនៃផ្ទះក្តីកណ្ដាលការិយាល័យក្តីកណ្ដាលនៃទីតាំងណាមួយដែលយើងស្ថិតនៅក្តីអញ្ចឹងទីនេះផ្ដោតនៅលើកណ្ដាលផ្ទះនៅពេលដែលតារាសាស្ត្រលេខ5ចូលបើសិនជាមានន័យថាជាតារាសាស្ត្រចាំតែបង្កហេតុហើយជាតារាសាស្ត្រចាំតែបង្កបញ្ហាហើយអញ្ចឹងយើងកុំធ្វើអីឲ្យហេតុភ្ជាប់ជាមួយនឹងអាហ្នឹងទៅមិនជាបញ្ហាទេសំដៅយ៉ាងម៉េចសំដៅថាតារាសាស្ត្រលេខ5ចូលកុំទៅមានសកម្មភាពនៅចំកណ្ដាលផ្ទះអីកុំទៅច្រឡំបើកកង្ហល់នៅចំកណ្ដាលផ្ទះអីទៅដាក់ទឹកធ្លាក់ទឹកលោតភ្លើងលោតអីនៅកណ្ដាលផ្ទះអីបើសិនជាករណីមានការជួសជុលចំកណ្ដាលផ្ទះឬក៏មានសកម្មកណ្ដាលផ្ទះមែនចូលប្រុងប្រយ័ត្នពាក់ព័ន្ធនឹងការបំផ្ទុះរឿងអីណាមួយកើតឡើងពិសេសគឺពាក់ព័ន្ធនឹងភាពស្មុគស្មាញឬក៏សតិបញ្ញារបស់ខ្លួនឯងមានបញ្ហាតែម្ដងនៅក្នុងខែឧសភា2026នេះចូលណាយើងមានបញ្ហាពាក់ព័ន្ធនឹងរឿងសតិបញ្ញាហើយក៏ពាក់ព័ន្ធនឹងរឿងតម្រងនោមរបស់គាត់ផងដែរបើស្ត្រីគឺសុខភាពរោគស្ត្រីក៏មានផលប៉ះពាល់ដែរអញ្ចឹងចូលប្រុងប្រយ័ត្នណាករណីនេះខែម្សាញ់ចូលមកតារាសាស្ត្រលេខ5ចូលផងហើយពាក់ព័ន្ធនឹងធាតុទឹកផងវាធ្វើឲ្យឥទ្ធិពលនៃធាតុទឹកនោះនឹងបង្កបញ្ហាអីផ្សេងនេះបើសិនជាយើងដឹងអំពីរាសីគាត់ថែមទៀតយើងអាចកំណត់បានភ្លាមឃើញទម្រង់មុខយើងមើលងើហេងគាត់ទៀតយើងអាចដឹងភ្លាមហ្មងតើឥទ្ធិពលនៃការប៉ះនោះប៉ះតម្រងនោមឬក៏ប៉ះពាក់ព័ន្ធនឹងសុខភាពរោគស្ត្រីឬក៏កពេញប៉ូស្តាតរបស់បុរសឬក៏កលៀនឬក៏ត្រចៀកយើងអាចមើលដឹងភ្លាម បាទ ថាប៉ះទៅលើអីប៉ះទៅលើបុគ្គលមួយណាមិនមែនក្នុងមួយផ្ទះនឹងប៉ះទាំងអស់នោះទេប៉ុន្តែអ្នកណាដែលប៉ះជាងគេយើងអាចមើលដឹងបាទនេះករណីកណ្ដាលផ្ទះយើងទៅមកទិសទៀតគឺទិសខាងជើងឆុងប្រចាំឆ្នាំពេញមួយឆ្នាំ12ខែនៃឆ្នាំ2026រួចស្រេចបាត់ទៅហើយប៉ុន្តែប្រចាំខែចូលមកមិនបញ្ហាទេ ល្អវិញ បាទល្អវិញទេហើយយើងគួរតែរក្សាភាពស្ងៀមស្ងាត់និងភាពស្អាតបាទនិងការមានរបៀបរៀបរយនៅទិសខាងជើងក៏នៅតែទាញឥទ្ធិពលល្អចេញមកបានដែរល្អបែបណាល្អតាក់ទងនឹងសតិបញ្ញាដែលឲ្យគាត់នឹងមានភាពឆ្លាតវៃនៅក្នុងការគ្រប់គ្រងដឹកនាំចាត់ចែងសមត្ថភាពនៅក្នុងការគ្រប់គ្រងគាត់បានល្អមែនទែនសម្រាប់ខែឧសភា2026នេះប៉ុន្តែហាមរង្គោះរង្គើស្វានដំណាយើងស្ងៀមយើងស្ងាត់ឬក៏លោបកុំឲ្យមានការរង្គោះរង្គើស្វានដំអីណា ភ្លេងអីប៉ះពាល់ទេលោកគ្រូ ចាក់ភ្លេងបើសិនតែត្រឹមជាភ្លេងធម្មតាមិនជាបញ្ហាអីប្រហែលទេប៉ុន្តែការរំញ័ររំជួយខ្ទោ លោកគ្រូនិយាយរឿងគោះរង្គើស្វានដំអញ្ចឹងនេះសំណួរក្រៅផ្លូវការយើងបន្តិចណាដោយសារ ចា ដូចខ្ញុំអញ្ចឹងធ្វើទៅនៅផ្ទះថ្មីអញ្ចឹងផ្ទះយើងឲ្យអស់ហើយតែផ្ទះអ្នកជិតខាងគេនៅអញ្ចឹងពីអាទិត្យចុងក្រោយនេះថ្ងៃណាក៏ខ្ញុំបើកផ្នែកឡើងឮតែសំឡេងគើខួងស្វានរាល់ថ្ងៃ ចេញពីទិសណាដែរ គ្រប់ទៅទឹងចា
គ្រប់ហ្មង អូខេ តែពេលចឹង បើសិនជាករណីគ្រប់ទិសអញ្ចឹងឲ្យថាជៀសឲ្យផុតតែម្ដង លឿ ពិ ន បាកនឹងឆត់តា ខ្វល់ព្រឹក ជៀសឥទ្ធិពលអវិជ្ជមានណាមានន័យថាដំណើរជីវិតយើងនៅក្នុងសកម្មភាពប្រចាំថ្ងៃប្រចាំសប្តាហ៍ប្រចាំខែតែងតែមានឧបសគ្គមករារាំងជានិច្ច ធម្មតាចង់មិនចង់ក៏ត្រូវក៏ប៉ះពាល់ដែរ ក៏ប៉ះដែរប៉ុន្តែជាការល្អអញ្ចេះពេលដែលចូលដល់ក្នុងផ្ទះបើកភ្លើងឲ្យភ្លឺមានអំពូលប្រមាណបើកប៉ុណ្ណឹងទៅ ជួយបានដែរ បាទហើយទ្វារបង្អួចទ្វារផ្ទះយើងឬក៏ច្រកណាដែលអាចខ្យល់រុញវាចេញចូលបានកុំឲ្យស្តុកស្តនៅកន្លែងហ្នឹងបានរុញទៅកុំឲ្យឥទ្ធិពលនៃថាមពលអាក្រក់ហ្នឹងវា ទុក ឡាក់ ឡើង នៅកន្លែងហ្នឹង បាន ប្រឡែងវាទៅ យកបានពីសំឡេងឯងរំខានអញ្ចឹងយកអញឲ្យពលឺហើយខ្សោយជួយយើងវិញបាន ហើយមានការបន្សាបនៅឥទ្ធិពលឆុងផ្សេងអញ្ជើញមើលសភៅហុងស៊ុយប្រចាំឆ្នាំ2026ក៏មានបន្សាបឥទ្ធិពលឆុងបាទ អរគុណ អញ្ចឹងសម្រាប់ទិសបន្តទៀតអញ្ជើញអ្នកគ្រូ ចាអញ្ចឹងយើងចូលទៅដល់ទិសខាងជើងជាងខាងកើតម្ដងយើងមើលទៅប្រចាំឆ្នាំគឺតារាសាស្ត្រលេខ4ល្អមើលទៅណាបង ចាប៉ុន្តែដោយសារតែទិសខាងជើងវានៅចូលជាមួយនឹងទិសឆ្លូវអញ្ចឹងទៅវាឆុងប្រចាំឆ្នាំដូចគ្នាចាទិសខាងជើងឈៀងខាងកើតហ្នឹងគឺយើងបែងចែកជាពីរស័ត្វបានន័យថាពីរហ្សូនណាអង្សាចាមានអង្សាឆ្លូវនិងអង្សាខាលប៉ុន្តែដោយសារតែតារាសាស្ត្រល្អប្រចាំឆ្នាំមែនប៉ុន្តែតួឆុងគេហៅថាឆុង3ត្រួតក៏នៅទិសឆ្លូវចាហើយខែនេះថែមម្សាញ់មកទៀតម្សាញ់គឺឆុងនៅទិសខាលថោះរោអញ្ចឹងចូលទៅដល់ឆ្លូវខាលហ្នឹងឆុងអស់ទាំងអស់តែម្ដងចាមកជាមួយនឹងតារាសាស្ត្រលេខ8ប្រចាំខែមើលទៅ4ក៏ល្អ8ក៏ល្អប៉ុន្តែមិនល្អទេចាដោយសារតែឆុងអស់ហើយអញ្ចឹងគឺដោយសារតែវាប៉ះពាល់គឺទី1ទៅលើសម្ព័ន្ធភាពគេហៅស្នេហាបែបក្តីស្រឡាញ់ បាទ មួយទៀតគឺទៅលើលុយកាក់តែម្ដងបើសិនជាប៉ះឆុងណាបងអញ្ចឹងទាមទារឲ្យយើងមិនចាំបាច់កែប្រែអីច្រើនប៉ុន្តែទិសនេះតម្រូវឲ្យយើងសម្អាតឲ្យស្អាតតែម្ដងចាហាមរង្គោះរង្គើនៅពេលដែលយើងប៉ះគឺដឹងតែមានបញ្ហារឿងនឹងតែម្ដងចាអញ្ចឹងយើងចូល លោកគ្រូ ចា ចាអញ្ចឹងយើងនឹងចូលទៅទិសបន្តទៀតសម្រាប់វគ្គក្រោយចាដោយសារពេលនេះកម្មវិធីពេលវេលារបស់យើងសូមចាទស្សនិកជនសូមពេលវេលាសម្រាប់បន្តិចសិនមុននឹងស្ដាប់នឹងការបកស្រាយជាបន្តទៀត ទិសខាងកើតជាទិសដែលហេងប្រចាំឆ្នាំតារាសាស្ត្រលេខ8ឆុងក៏អត់ឆុងគឺជាទិសមួយតែគេហៅទិសលុយហ៎បងចា ការសិក្សាល្អសតិបញ្ញាល្អឬក៏ចង់ពង្រីកទំនាក់ទំនងបានវែងអន្លាយទៅអង្គុយនៅទិសនោះ ការឈៀងដំបង កើតឈៀងត្បូង ស្វាគមន៍ជាបន្តជាមួយនឹងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រដែលយើងនឹងបន្តជាមួយនឹងការបកស្រាយបន្តទៀតព្រោះថានៅសល់ទិសច្រើនគួរសមដែរបាទឥឡូវសូមលោកគ្រូអ្នកគ្រូធ្វើការបន្តការបកស្រាយ ខ្ញុំសូមបន្តទៅដល់ទិសខាងកើតទិសខាងកើតជាទិសដែលហេងប្រចាំឆ្នាំតារាសាស្ត្រលេខ8ឆុងក៏អត់ឆុងគឺជាទិសមួយតែគេហៅទិសលុយហ៎បងចាប៉ុន្តែចែកដនអី ខែម្សាញ់នេះមកឆុង3ត្រួតមកជាមួយនឹងតារាសាស្ត្រលេខ3បន្ថែមទៀតអញ្ចឹងគឺយើងនៅតែហាមរង្គោះរង្គើស្វានដំដដែលពួកយើងខ្លាចឆុងចានៅពេលដែលយើងប៉ះឆុងគឺបញ្ហានោះចំនួនតែម្ដងហើយសួរថាចំនួនរឿងអីលេខ3និង8គឺចំនួនឆ្លោះគ្នារឿងលុយកាក់នឹងតែម្ដងចានៅក្នុងខែនេះมันល្អទេសម្រាប់ទិសខាងកើតទោះបីជាល្អប្រចាំឆ្នាំក៏ដោយទាមទារឲ្យយើងនៅតែសម្អាតដដែលបងសម្រាប់ទិសហ្នឹងណាចាព្រោះឆុងខ្លាំងមែនតើ បាទ ចាបង អញ្ចឹងយើងទៅមកទិសទៀតទៅទិសខាងកើតឈៀងខាងត្បូងទិសនេះមិនឆុងទេប៉ុន្តែយើងប្រយ័ត្នរឿងប្រចាំខែលេខ3ចូលជាវិបត្តិនៅជាប់ខាងកើតណាប៉ុន្តែកើតឈៀងត្បូងជាតារាសាស្ត្រប្រចាំខែលេខ4ទេមិនឆុងទេកុំបារម្ភអីនៅត្រង់ករណីនេះណាអញ្ចឹងពាក់ព័ន្ធនឹងរឿងកិត្តិយសល្អការសិក្សាល្អសតិបញ្ញាល្អឬក៏ចង់ពង្រីកទំនាក់ទំនងបានវែងអន្លាយច្រើនជាបណ្ដាញច្រើនយកចិត្តទុកដាក់នៅទិសនោះឬក៏ជំរុញចេញពីទិសនោះឬក៏ទៅអង្គុយនៅទិសនោះដើម្បីទទួលបានឥទ្ធិពលនៃការពង្រីកនៅអីដែលយើងចង់ពង្រីក ការឈៀងដំបង ការឈៀងត្បូង បាទ បាទហ្នឹងនៅទិសហ្នឹងហើយយើងទៅទិសខាងត្បូងសម្រាប់ទិសខាងត្បូងប្រចាំឆ្នាំលេខ5គឺពេញមួយឆ្នាំហើយប្រចាំខែចូលលេខ9អញ្ចឹងការរង្គោះរង្គើឬក៏ការបុកគ្រឹះចេញពីទិសនោះគួរនៅតែប្រយ័ត្នដដែលពេញមួយឆ្នាំហ្នឹងណាប្រយ័ត្នពេញមួយឆ្នាំប៉ុន្តែបើសិនជាយើងធ្វើអីក៏ដោយយើងចង់ឲ្យគេឈ្មោះកិត្តិយសរបស់យើងផ្
ទុះឡើងផ្ទុះបែបល្អមិនគួរបញ្ចេញការមិនគួរបុកគ្រឹះស្វានដំឬក៏រំញ័រខ្លាំងចេញពីទិសនោះទេមានន័យថាធ្វើអីក៏ដោយឲ្យវាមានរបៀបមានរបបមានជួរមានថ្នាក់មានធ្នើមមានអនាម័យមើលទៅបែបស្តង់ដារហើយទៅអង្គុយគិតគូរការងារនៅទិសនោះចាស់គេឈ្មោះកិត្តិយសរបស់យើងនឹងមានភាពល្អប្រសើរជាងធម្មតានៅទិសនោះសម្រាប់ខែឧសភា2026បាទយើងទៅមកទិសទៀតអ្នកគ្រូអញ្ចឹងបាទ ចឹងយើងចូលទៅដល់ទិសខាងត្បូងឈៀងខាងលិចវិញម្ដងចាប្រចាំឆ្នាំគឺតារាសាស្ត្រលេខ7ដែលជាតារាសាស្ត្រមិនល្អហើយចាតារាសាស្ត្រចៅតារាសាស្ត្រចំនួនអីចឹងណាបងមកបន្ថែមខែនេះលេខ2ចូលទៀតគឺតារាសាស្ត្រជំងឺអញ្ចឹងគឺប្រយ័ត្នមែនតែនចាអញ្ចឹងពិធីការគឺសូមឲ្យក្នុងមួយខែនេះយើងអាចព្យួរឃ្លោកនៅមុខផ្ទះបានចាដោយសារតែតារាសាស្ត្របើសិនជាមុខផ្ទះយើងបែរទៅតារាសាស្ត្រត្បូងឈៀងខាងលិចនឹងតែម្ដងព្យួរមួយខែចាព្យួរឃ្លោកមួយខែបើកម្របចោលចាហើយផុតមួយខែយើងអាចដកចេញបានតែបី ឃ្លោកមានអីគេដែលអាចជួយបាន ឃ្លោកយើងធម្មតាតំណាងឲ្យវាផ្ទុកថាមពលមិនល្អចោលវាស្រូបថាមពលមិនល្អចោលចាហើយជាពិសេសគឺជំងឺនឹងតែម្ដងចាដោយសារតារាសាស្ត្រហ្នឹងគឺមួយខែហ្នឹងតារាសាស្ត្រជំងឺចូលចាអញ្ចឹងបើសិនជារង្គោះរង្គើអីគឺឈឺឆ្លោះឬក៏មានចោលចូលផ្ទះតែម្ដងចាហានិភ័យព្រោះអត់មានមួយណាល្អត្រួតតែម្ដងចាអញ្ចឹងយើងចូលទៅដល់ទិសខាងលិចគឺប្រចាំឆ្នាំក៏តារាសាស្ត្រមិនល្អដែរពីព្រោះថាតារាសាស្ត្រលេខ3ចាជាតារាសាស្ត្រកាប់ចាក់តែម្ដងឆ្លោះតារាចំនួនចាហើយមកខែនេះជាមួយលេខ7ថែមទៀតអូពីទិសនេះដល់កោះអញ្ចឹងសូមបងប្អូនដែលផ្ទះបែរមុខទៅទិសខាងលិចប្រយ័ត្នប្រយែងមែនតើបើសិនជាផ្ទះយើងមិនធ្វើអ្វីក៏ដោយប៉ុន្តែបើសិនជាមានការខាងមុខផ្ទះយើងគេធ្វើអីមិនន័យថាយើងប៉ះដូចគ្នាយើងប៉ះឆំខ្លាំងមែនតើណែនាំឲ្យយើងលាងសោយទៅលើតួខ្លួនឯងលាងសោយទៅផ្ទះផងចាតាក់ទងនឹងការលាងសោយវាមានច្រើនវិធីចាំយើងលំអិតនៅពេលដែលបងប្អូនជួបយើងនៅក្នុងកម្មវិធីគឺមកប្រឹក្សាផ្ទាល់ចាហើយនឹងមួយទៀតអាចជាថាបើសិនជាភ្លាមដែលយើងរកអីមិនទាន់គឺនៅពេលដែលគេជួសជុលភ្លាមយើងអាចដាក់អំបិលនៅមុខផ្ទះពីកន្លះធុងពេត្រូអីក៏បានដែរដាក់ការពារសិនទៅដោយសារពីទិសនឹងឆំខ្លាំងហ្នឹងបើសិនជាមានការជួសជុលបារម្ភមែនតើវាប៉ះខ្លាំងចាអញ្ចឹងសូមជូនពីទិសហ្នឹងបាទអរគុណច្រើនយើងដូចជានៅសមទិសទៀតបាទមកទិសទៀតគឺទិសខាងលិចឈៀងខាងជើងទិសនេះនៅជាប់អន្តែទិសជំងឺនៅឡើយទេណាបាទទិសនេះទិសជំងឺប្រចាំឆ្នាំទៅហើយអញ្ចឹងនៅក្នុងករណីនេះបើសិនជាទិសផ្ទះមុខផ្ទះយើងបែរទៅទិសហ្នឹងយើងប្រឈមហានិភ័យនឹងរឿងបញ្ហាសុខភាពច្រើនណាហើយសុខភាពទៅលើអីពាក់ព័ន្ធនឹងរឿងសួតពាក់ព័ន្ធនឹងរឿងផ្លូវដង្ហើមអីក៏ប៉ះច្រើនដែរអញ្ចឹងទឹកធ្លាក់បើមាននៅទិសហ្នឹងសូមបិទសិនទៅពេញមួយឆ្នាំហ្នឹងមិនគួរប្រើទេណានៅទិសខាងជើងឈៀងខាងលិចហ្នឹងបាទមិនគួរប្រើទេពីព្រោះពាក់ព័ន្ធនឹងជំងឺហើយខែហ្នឹងឡើងហ្មងជំងឺហ្នឹងវាឡើងកាហ្វិកវាឡើងខ្ពស់ហ្មងឆ្អឹងក៏ដូចគ្នាប៉ះឆ្អឹងដូចគ្នាបាទហើយអាហ្នឹងខ្ញុំចេះតែទាញទៅនៅហែងបើមើលមុខមកខ្ញុំដឹងតែឆ្អឹងហ្នឹងឆ្អឹងតាណាហ្មងបាទយើងដឹងតែគាត់មានបញ្ហាត្រង់កន្លែងឆ្អឹងផ្នែកណាមួយនៃតួខ្លួនហ្មងបាទអញ្ចឹងហើយយើងកុំចាំបាច់ថាធ្វើយើងជួបហើយចាំកាយយើងជៀសវិញយើងគេចវិញបាទល្អជាជាងការដែលជួបហើយបានយើងត្រូវដោះស្រាយអញ្ចឹងការរៀបហុងស៊ុយបើសិនជាផ្ទះបែរទៅទិសហ្នឹងគេមានវិធីធ្វើម៉េចបង្ការឬក៏បញ្ជៀសពាក់ព័ន្ធនឹងបញ្ហាសុខភាពបាទហើយណាមួយទិសឈៀងនោះឈៀងវាឈៀងជាប់ជើងទៅទៀតអាជើងហ្នឹងគឺបញ្ហាសុខភាពផ្សេងទៅទៀតបាទសិតតែបញ្ហាប្រចាំឆ្នាំអញ្ចឹងហើយការជួសជុលការស្វានដំការបុកគ្រឹះក្តីគួរមានការជ្រើសវេលាចាប់ផ្ដើមឲ្យបានត្រឹមត្រូវបើពុំដូច្នោះទេតិចឆ្ងល់ថាសមត្ថភាពរបស់យើងខ្លាំងដែរហេតុអីចេះតែជួបឧបសគ្គចេះតែជួបបញ្ហាមិនមែនសមត្ថភាពតែមួយយ៉ាងអាចដោះស្រាយបានរឿងគ្រប់យ៉ាងទេមិនមែនទេយើងត្រូវដឹងកត្តាផ្សេងដែលជះឥទ្ធិពលមកដល់យើងវាមិនមែនចេញទៅពីយើងទេប៉ុន្តែជាការចាក់ស្រោចមកដល់យើងដោយសារតែកត្តាទាំងអស់ហ្នឹងដែលយើងអត់ដឹងប៉ុន្តែពេលដែលយើងដឹងយើងជះបានបាទអរគុណច្រើនសរុបជារួមវិញបាទការបកស្រាយតាក់ទងជាមួយនឹងតារាសាស្ត្រនៅក្នុងខែឧសភានេះដូចជាមិនសូវជាល្អប្រហែលទេអញ្ចឹងបងប្អូនត្រូវមកសារបាទខ្លីលោកគ្រូអ្នកគ្រូចូលបងប្អូនគាត់អ្នកលក់អនឡាញ live លក់ខែឧសភានេះគួរតែអង្គុយលក់ live ទិសណាល្អជួយគាត់ព្រោះឥឡូវយើងត្រូវការ
ត្រូវសាំងឡើងថ្លៃម្នាក់ៗផងហលុយថែមទៀតទប់ស្ថានភាពជួយដល់គាត់បាន អឺមានទិសដែលអាចជ្រែកបានអាស្រ័យទៅលើធាតុត្រូវការគាត់ថែមណា ចា អឺដូចជាទិសខាងជើងឈៀងខាងកើតក៏ជាទិសដែលអាចជ្រៀតចូលបានពាក់ព័ន្ធនឹងរឿងលុយកាក់បាទនៅទិសខាងត្បូងឈៀងខាងកើតក៏អាចជ្រៀតបានហើយនៅទិសខាងត្បូងក៏អាចជ្រៀតបានប៉ុន្តែមិនគួររបៀបដូចថាមិនគួរទៅរង្គោះរង្គើឬក៏ប្រើឥទ្ធិពលណាជាការរំញ័រចេញពីទិសនោះខ្លាំងពេកទេប៉ុន្តែយើងអាចទៅហ្សូននោះបាន បាទ ទៅអង្គុយ live លក់ zone នឹងបា បាន នទៅហ្សូននោះបានអាស្រ័យលើធាតុត្រូវការគាត់ធាតុអីទៀត ចា បាទ ឧទាហរណ៍ដូចថាជើងឈៀងកើតចឹងធាតុដីចឹងទៅបើគាត់ត្រូវធាតុដីទៅនោះទៅហើយបើសិនជាត្បូងឈៀងកើតទិសអីគេនោះទិសនោះទិសធាតុឈើគាត់ត្រូវការធាតុចឹងទៅនោះទៅ អូយបានពីធាតទេណា បាទ សាប់ទេទៀតអត់ទៅទៀតទេ ចឹងយើងអាស្រ័យលើយើងដឹងថាយើង ចា ធាតុត្រូវការយើងធាតុអី ចា អញ្ចឹងពេលដែលយើងដឹងហើយយើងចេះលៃលោកហ្មងតើយើងគួរដើរច្រកណាផ្លូវណាពេលណាគួរធ្វើអីពេលណាគួរជន់ហ្វ្រាំង បងប្អូនទាំងអស់គ្នាគិតទៅខ្ញុំអត់ពួកយើងទាំងអស់គ្នាធាតត្រូវការគឺធាតលុយ ហ្នឹងហើយតែប៉ុន្តែអត់ទេបងប្អូនរបស់យើងទាំងអស់គ្នាពិសេសអ្នកដែលប្រកបនៅអាជីវកម្មធំបើសិនជាមានជាទីប្រឹក្សាជាអ្នកដែលក៏មានជំនាញខាងហុងស៊ុយល្អម្យ៉ាងដែរ អត់ទេខ្ញុំសួរសំចុងក្រោយនេះឆ្លៀតរួយគាត់ថាចេះខែឧសភាហ្នឹងឆ្លៀត live លក់អីមួយយ៉ាងហ៎ ចាំមានន័យថាបងចង់ live ដឹងបាត់គាត់ឆ្លើយជឿនៃហ្នឹងអូយអរគុណណាអរគុណចាំបានលៀបចៃគ្នា ចាំមានន័យថាបង live តែយើងមិនសូវក្ដុំក្ដាំងលោឡាអីខ្លាំងពេក live ចា ទៅ live បែបសភាពវិញ បែប តែអត់ចូលចិត្តក្ដុំក្រាំងដែរ បាទអូខេ ចាអរគុណច្រើនសម្រាប់ពេលវេលារបស់លោកគ្រូអ្នកគ្រូចានៅក្នុងការបកស្រាយហើយក៏អរគុណដល់ទស្សនិកជនដែលតែងតែតាមដានទស្សនកម្មវិធីយើងហើយសូមឲ្យខែថ្មីខែឧសភានេះចាសុភមង្គលជោគជ័យហេងកើតមានដល់គ្រប់ក្រុមគ្រួសាររបស់អស់លោកអ្នកនាងទាំងអស់គ្នាចាជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានឹងម៉ោងដដែលសូមជម្រាបលា